ក្លឹប Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែស្វែងរកលទ្ធភាពបង្កើនប្រាក់ចំណូលបន្ថែមនៅពាក់កណ្ដាលរដូវកាលនេះតាមរយៈការប្រកួតមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីប៉ះប៉ូវការបាត់បង់ប្រាក់ចំណូលប្រមាណ85លានផោនដោយសារតែខកខានមិនបានលេងពាន UEFA Champions League នៅរដូវកាលនេះបើតាមប្រភពពី The Athletic បានឲ្យដឹងថាក្រុមបិសាចក្រហមមានគម្រោងធ្វើការប្រកួតមិត្តភាពនៅពាក់កណ្ដាលសប្ដាហ៍ជាច្រើនប្រកួតគិតចាប់ពីពាក់កណ្ដាលរដូវកាលនេះតទៅដើម្បីបង្កើនប្រាក់ចំណូលក្រុមបិសាចក្រហមទំនេរច្រើននៅរដូវកាលនេះដោយសារតែគ្មានការវិភាគប្រកួតពានអឺរ៉ុបហើយក៏ទើបតែធ្លាក់ចេញពីពាន EFL Cup ក្រុមធ្វើជើងក្រុម Grimsby Town ដែលជាក្លឹបមួយនៅលីកលំដាប់ទី4របស់អង់គ្លេសយ៉ាងអាម៉ាស់ថែមទៀតការទៅប្រកួតមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌីតមិនត្រឹមតែជួយបង្កើនចំណូលឲ្យក្រុមបិសាចក្រហមទេប៉ុន្តែពួកគេក៏មានឱកាសបានវឹកហាត់នៅក្រោមអាកាសធាតុក្តៅមធ្យមនៅតំបន់មជ្ឈិមបូព៌ាខណៈនៅចក្រភពអង់គ្លេសនឹងចុះត្រជាក់ខ្លាំងនារដូវរងាដែលនឹងចូលមកដល់នៅចុងឆ្នាំនេះសារព័ត៌មាន Daily Mail ដឹងថាភាគីក្លឹប Manchester United និងខាងអារ៉ាប៊ីសាអូឌីតនៅមិនទាន់មានកិច្ចព្រមព្រៀងអ្វីមួយជាមួយគ្នានៅឡើយទេប៉ុន្តែភាគីទាំងពីរកំពុងតែជំរុញឲ្យការរៀបចំប្រកួតមិត្តភាពប្រព្រឹត្តទៅដោយរលូននាពេលឆាប់ៗខាងមុខហើយប្រសិនបើគ្រប់យ៉ាងរៀបរយ Cristiano Ronaldo ដែលជាវីរៈបុរសរបស់ក្រុមបិសាចក្រហមអាចនឹងមានឱកាសបានលេងទល់នឹងក្រុមចាស់របស់ខ្លួនវិញព្រោះបច្ចុប្បន្នខ្សែប្រយុទ្ធជម្រើសជាតិប៉ូទុយហ្គាល់រូបនេះកំពុងតែប្រកបអាជីពឲ្យក្លឹប Al Nassr នៅលីកកំពូលអារ៉ាប៊ីសាអូឌីតតែម្ដងយ៉ាងណាក៏ដោយថ្នាក់ដឹកនាំក្លឹបត្រូវសម្រួលការវិភាគប្រកួតជាមួយនឹងក្រុមហ៊ុន Premier League ជាមុនសិនព្រោះក្នុងសៀវភៅច្បាប់ Premier League បានចែងថាមិនអនុញ្ញាតឲ្យក្លឹបសមាជិកណាមួយធ្វើការប្រកួតមិត្តភាពអំឡុងរដូវកាលកំពុងប្រព្រឹត្តទៅឡើយក៏ប៉ុន្តែវាអាចមានករណីលើកលែងណាមួយដែលភាគីក្លឹបនិងក្រុមហ៊ុនគ្រប់គ្រងលីកកំពូលអង់គ្លេសមួយនេះអាចចរចាជាមួយគ្នាបានគួររំលឹកថាកាលពីពាក់កណ្ដាលឆ្នាំកន្លងទៅក្រោយបញ្ចប់រដូវកាលមុនក្រុមបិសាចក្រហមបានធ្វើដំណើរទស្សនកិច្ចទៅប្រកួតមិត្តភាពលក្ខណៈទេសចរនៅឯប្រទេសម៉ាឡេស៊ីនិងទីក្រុងហុងកុងហើយក្លឹបអាចរកចំណូលបានរហូតដល់ទៅ8លានផោនឯណោះដោយគ្រាន់តែលេងមិត្តភាពត្រឹមតែ2ប្រកួតប៉ុណ្ណោះ